ចាបងប្អូនទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺសួនសៃកាហ្វាមចេះតែប្រែប្រួលណាបងប្អូនចារៀបចំកែប្រែកែច្នៃតិចម្ដងកាលមុននៅជាប់មាត់ស្រះនេះគឺនាងខ្ញុំអត់បានដាក់ទៅដល់ហួសដើមឈើទេឥឡូវគឺដាក់លបងនឹងដាក់ទៅដល់ជាប់នឹងមាត់ស្រះតែម្ដងបងប្អូនដោយសារយើងចំណេញណាធ្វើអញ្ចឹងទៅវាចំណេញបានតម្លាក់ចុះអាទូចនេះចាអាតូចដែលទៅធំនេះដែលកន្លងមកវានៅជាមួយអាត្រង់ពួកធំដល់ពេលធំតូចលីគ្នាទៅវាស៊ីអត់តន់គ្នាបងប្អូនចាតែអញ្ចឹងយើងមានតែរៀបកន្លែងឲ្យដាច់ពីគ្នាហ្នឹងហើយបងប្អូនជាទូទៅគឺបើសិនជានៅខាងសួនរបស់យើងវាចិញ្ចឹមវាតាមវគ្គឲ្យបងប្អូនចាវាមានកន្លែងដាក់សម្រាប់ដាក់កូនកន្លែងសម្រាប់ដាក់មេបាផ្សេងគ្នាប៉ុន្តែសម្រាប់ថ្មីនេះគឺថាត្រង់យើងរៀបអត់តន់ហើយអញ្ចឹងទៅក៏យកអាពួកទាសំពៅនេះបងប្អូនឃើញស្រាប់ហើយយកទាសំពៅនឹងដាក់ជាមួយអាកូនតូចដល់ពេលអញ្ចឹងវាស៊ីអត់តន់គ្នាចាអញ្ចឹងខ្លាចវាឈឺខ្លាចវាមានបញ្ហាក៏នេះខ្ញុំយកវាចេញចាយកវាចេញមកដាក់នៅត្រង់នេះតែម្ដងបងប្អូនចាដាក់នៅខាងក្រៅនេះប៉ុន្តែយើងទុកមកបន្ទប់ហ្នឹងគឺសម្រាប់ដេញវាចូលនៅពេលដែលមានភ្លៀងមានអីខ្លាំងចាបងប្អូនពួកនេះអត់ចេះខ្លាចភ្លៀងទេចំពោះទាមួយនេះចាទានឹងកងានគឺថាមិនចេះខ្លាចភ្លៀងទេឲ្យតែមានភ្លៀងហ្នឹងសឹងតែឈរលេងអញ្ចឹងកាលណាឲ្យត្រូវភ្លៀងខ្លាំងណាស់ពេកគឺពួកគេច្បាស់ជាងាយនឹងផ្ដាសាយបងប្អូនចាបងប្អូនមើលធំលឿនណាដល់ពេលតម្លាក់ដីលឿនមែនតើមើលឃើញរាល់ថ្ងៃឃើញធំរាល់ថ្ងៃហើយបងប្អូនខ្លះគាត់ឆាតមកសួរថាលក់ម៉េចចាលក់ម៉េចលក់អត់អីអត់អញ្ចឹងណាបងប្អូនចង់បញ្ជាក់ថាវាពិបាកក្នុងការលក់ហើយដោយសារវាធំណាបងប្អូនចាហើយដែលនេះខ្ញុំសម្រាប់ផុសលក់គឺមានតែពពួកមេបាហើយនឹងកូននេះហើយចំពោះកូនវិញគឺទទួលកក់មុនដូចគ្នាបងប្អូនចាភ្ញៀវខ្លះគាត់សួរថាមិនក៏ចាំបាច់កក់មិនក៏អត់មានស្រាប់ចាมันមានស្រាប់ទេបងប្អូនដោយសារយើងចាំរយៈពេលដែលវាញាស់ហ៎ចាតើតែញាស់មកយើងរោម្ចាស់ឃើញឲ្យហើយតែម្ដងចាយើងផ្សំទុកជូនភ្ញៀវទៅលក់អាយុមួយសប្តាហ៍ឬ2សប្តាហ៍អីអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវគឺថាទទួលកក់ទាកប៉ាចាកូនទាកប៉ាឃីងហើយនឹងកប៉ាបាបារីចាហើយសម្រាប់កូនទាសពៅអត់ទាន់មានលក់ទេដែលបង្ហាញនេះគឺសម្រាប់មេបាទេបងប្អូនបើសិនជាបងប្អូនត្រូវការអាចកំងបានសម្រាប់មេបាពូឈ្មោល1មេ3ចាឈ្មោះ1មេ2អីរៀបជូនបានចានេះពូម៉ៅគាត់ចាប់ដើមយកចំណីយកអីមកដាក់ឲ្យកូនទាហើយចាកូនទាវាស៊ីច្រើនដែរបងប្អូនវាកំពុងពេញហើយអាយុប៉ុណ្ណេះបងប្អូនកុំប្រហែសសោះរឿងចំណីហ្នឹងព្រោះអីកាលណាពួកវាកំពុងលូតលាស់ត្រូវការលូតលាស់កាលណាបងប្អូនបន្ថយចំណីវាក្រិនណាចាវាក្រធំឥឡូវក្នុងមួយថ្ងៃគឺវាស៊ី3ដងពួកនេះចាឃ្លានរហូតហ្នឹងឯងអញ្ចឹងអត់បន្ថយដៃទេបងប្អូនដាក់ឃ្លានដាក់អញ្ចឹងទៅចាហើយបងប្អូនខ្លះគាត់ឆ្ងល់ថាម៉េចក៏ចិញ្ចឹមលក្ខណៈចម្រុះតិចម៉េះនៅក្នុងនេះអានេះគឺកូនដែលសល់ទេបងប្អូនចាសល់ពីការលក់អាកូនតូចណាចាសល់4 10 4 10អញ្ចឹងទៅយើងយកមកសម្រាប់បានពូជបន្តទៀតចាមានញីមានឈ្មោលអញ្ចឹងទៅចាជួនកាលមិនបានទុកដល់ធំទេលក់បាត់ទៅហើយបងប្អូនចា